Ok បន្ទាប់ពីយើងបានធ្វើការរៀបចំនៅក្នុង Excel នេះហើយយើងអាច copy ចូលទៅ Microsoft Project បានហើយណាអញ្ចឹងយើងបើកទៅ Microsoft Project មកបន្ទាប់មកយើងចូលទៅកាន់ resources មកស្ដាំមកយើងចូលទៅ resources នេះចានេះជា resource មុនដែលយើងបានបញ្ចូលវាហើយអញ្ចឹងខ្ញុំបិទវាចេះមកឥឡូវយើងត្រូវការ copy indirect បញ្ចូលអញ្ចឹងមុននឹង copy យើងមើលទី1យើង copy គេឈ្មោះ copy ឯកតាទី3យើង copy បរិមាណណាអញ្ចឹងបរិមាណអាចនឹង copy ចូលឯបរិមាណដូចជាចូលទេអញ្ចឹងខ្ញុំទាញ label នេះគឺជាຂະຫນាតណាទី1ຂະຫນាតទី2 work ខ្ញុំទាញវាចិត្តគ្នាមកតមកខ្ញុំ copy វា Ctrl V មកនេះវាចូលអស់ហើយបន្ទាប់ពីវាចូលអស់ហើយយើងអូសនេះយើងដាក់ជាក្រុមវាណាបើមិនអញ្ចឹងទេវារត់ទៅពីទៅពីពេញហ្នឹងឯងអូខេបន្ទាប់ពីដាក់បញ្ចូលចឹងហើយក៏យើងត្រូវការចេញមើលដែរវាចូលវាចូល project example ហើយណា calendar វាអញ្ចឹងបើចូល project example ឬក៏ឈ្មោះរបស់គ្នាយើងបង្កើតហ្នឹងអូខេហើយអញ្ចឹងបន្ទាប់ពីនឹងហើយយើងអាចវាយបរិមាណចូលបានទេណានេះដោយសារតែយើងមានតការ work ដែរឥឡូវឧទាហរណ៍នេះយើងវាយចូលអត់បានទេហើយមួយទៀតគ្នាយើងឥឡូវខ្ញុំបើកអានេះឲ្យមើលមកទៅនេះអញ្ចឹងនៅក្នុង Microsoft Project យើងមាន3ទី1 work material cost ប៉ុន្តែ cost យើងមិនបាច់ខ្វល់ទេយើងខ្វល់តែ material ជាមួយនឹង work អញ្ចឹងដូចដែលយើងនិយាយគ្នាលើកមុនអញ្ចឹង resource វាមាន2ធំទី1 work និង material ហើយ material វាមានຂະຫນាតច្រើនវាមានຂະຫນាតអាស្រ័យទៅលើប្រភេទសម្ភារៈប៉ុន្តែចំពោះ work គឺយើងមានតែមួយទេគឺຂະຫນាតគិតជា day ហើយຂະຫນាតគិតជា day គឺមានតែ2ដូចគ្នាគឺ labor ជាមួយនឹងequipment របស់យើងហ្នឹងតោះអញ្ចឹងយើងចាប់ផ្ដើមឆែកនេះតើនេះវាគឺជាអីគេអញ្ចឹងកាលណាតែវាជាបុគ្គលិកជាវិស្វករឯនេះຂະຫນាតវាគឺជា work ណាដល់ពេលនេះការដឹកជញ្ជូនការអីនេះក៏វាជា work ដែរអានេះយើងអាចដាក់ជា work ដោយសារអីដោយសារតែយើងឲ្យវា run អាស្រ័យនឹងរយៈពេលប៉ុន្តែចំពោះការផ្គត់ផ្គង់អគ្គិសនីអីផ្សេងៗនេះយើងដូរមកដាក់វាជា material ណាតមកយើងអស់វាចុះក្រោមមកវាជា material ទាំងអស់ហ្នឹងលើសបាត់អញ្ចឹងលើសអញ្ចឹងយើងលុបចោលវិញឬក៏និយាយមកទៅក៏បានដែរផ្លូវកាត់តមក cell មួយមកបន្ទាប់ពីដូរអញ្ចឹងហើយអស់ហើយគ្នាយើងទៅ Gantt chart វិញនេះអញ្ចឹងយើងបើកអានេះអស់មកយើងទៅបញ្ចូលតាមមួយនេះវិញបរិមាណអីផ្សេងៗណាឥឡូវយើងចាប់ផ្ដើមចេញពីបុគ្គលិកមកអញ្ចឹងយើង double click លើនេះមកឬក៏គ្នាយើងអត់ចង់ធ្វើអញ្ចឹងគ្នាយើង add ជា column មកនេះមកស្ដាំ insert column យើងយកពាក្យថា resource name នេះនៅក្នុង resource name នេះអាពួកនេះសុទ្ធតែអត់ទាន់មានអញ្ចឹងយើងនៅតែ double click ហើយចូល resource តើទេអញ្ចឹងណាបើសិនជាយើងខ្ជិលបើក resource នេះយើងអាចនេះថាចង់បានអាហ្នឹងយើងគ្រាន់តែ double click លើវាមកនេះ double click លើវាមកបន្ទាប់មកចូល resource មកវាចេញផ្ទាំងនេះមកហើយអញ្ចឹងយើងដាក់មកបុគ្គលិកមានអីគេខ្លះនេះក្រុម B ក្រុមអីទៀតក្រុម C D E អីចឹងមកនេះបន្ទាប់មកយើងបញ្ចូលបរិមាណយើងបាននេះ7 2 2 3 7 2 2 3តបមកយើងអូខេមកនេះអញ្ចឹងក្នុងនេះយើងមាន resource ណាប៉ុន្តែអត់ទាន់មានលុយទេដោយសារតែយើងអត់ទាន់ដាក់ rate អញ្ចឹងយើងធ្វើដូចគ្នាការងារវាស់វែងនឹងទីតាំងអញ្ចឹងនៅក្នុងការងារវាស់វែងមានអីគេខ្លះត្រូវមានកម្មករជំនាញវាស់វែងជាមួយនឹងអីគេនៅក្នុងនេះខ្ញុំដាក់ថាវិស្វករណាខ្ញុំឆែកមើលទៅនេះវិស្វករវាស់វែង
Chẳng miền pi năng này chẳng dương châu mà mơក្នុងនេះមកnè chẳng miền pi pi nè chẳng đặt pi piមក OK បន្ទាប់មកការងារដឹកជញ្ជូនយើងមានឡានដឹកជញ្ជូនណាចឹងខ្ញុំមើលឈ្មោះសិនឡានដឹកជញ្ជូននេះរថយន្តដឹកជញ្ជូនរថយន្តដឹកជញ្ជូនគ្រឿងចក្ររថយន្តនេះទៀតរថយន្តជញ្ជូនបុគ្គលិកមានរថយន្តទៀតរថយន្តដឹកជញ្ជូនសម្ភារៈ អូខេអញ្ចឹងអានេះអាចនឹងកែណាតិចទៀតយើងមានបរិមាណគុណបញ្ចូលយើងអាចយើងដូរຂະຫນាតវាទៅជា Word ឬក៏ Material ជាមួយខ្ញុំទៅមុខទៀតសិនឥឡូវយើងដាក់ប៉ុណ្្នឹងសិនមកបន្ទាប់មកអគ្គិសនីនេះយើងទៅមើលឈ្មោះមកអគ្គិសនីមានអីគេខ្លះនេះអគ្គិសនីផ្គត់ផ្គង់តោះអញ្ចឹងខ្ញុំវាយមកនេះអគ្គិសនីឲ្យតែអគ្គិសនីយើងយកមកអគ្គិសនីការដ្ឋានអគ្គិសនីនៅណាទៀតនេះបុគ្គលិកកម្មករអញ្ចឹងយើងវាយបញ្ចូលមកនេះយើងវាយបញ្ចូលបរិមាណដែលយើងគណនាបានណាទី1នេះ18 63.0អូវាយខុស18 63.0តមកទៀតប៉ុន្មាន904ប៉ុណ្ណឹងមកយើងអូខេមកបន្តមកទៀតទឹកដូចគ្នាយើងធ្វើអញ្ចឹងមកនេះទឹកនៅការដ្ឋានទឹកនៅរោងកម្មករតមកទឹកនឹងប្រមាណនេះ11 17មួយទៀត279.45អូខេមកតមករបងការដ្ឋាននេះរបងសម្ព័ន្ធការដ្ឋានប្រមាណម៉ែត្រយើងមើលមកនេះ114ម៉ែត្រតមកអូខេបន្តមកទៀតឈូសឆាយយើងមានបែងចែកជា2ណាឈូសឆាយនៅការដ្ឋានឈូសឆាយនៅតំបន់ស្នាក់នៅអញ្ចឹងយើងមើលមកបរិមាណប្រមាណនេះឈូសឆាយនៅឯណាឈូសឆាយនេះ54ជាមួយនឹង105 105.2 ខេមកបន្តមកទៀតផ្លូវចិញ្ចូលយើងធ្វើដូចគ្នាអញ្ចឹងរហូតមកផ្លូវតមកយើងមានផ្លូវមួយទៀតតំបន់សាងសង់អញ្ចឹងទី1ផ្លូវរបស់យើងមើលមកនេះ 78 138ខេមួយទៀតបន្តមកជំរកការដ្ឋាននេះរៀងមានច្រើនតិចណាយើងចូលទៅមើលនៅក្នុងនេះជំរកការដ្ឋានទី1យើងចេញពីប៉ុស្តិ៍យាមយ៉ាខេប៉ុស្តិ៍យាមហើយឱសថស្ថានបន្តមកជំរករួមបណ្ដោះអាសន្នហើយជំរកបុគ្គលិកបណ្ដោះអាសន្ន
ជំរកបុគ្គលិកជំរកអាហារបណ្ដោះអាសន្នបន្ទាប់មកបន្ទប់ទឹកបណ្ដោះអាសន្នតបន្ទាប់មកយើងបញ្ចូលបរិមាណវាមកចឹងអានេះ4 16 ហើយ 100.8 100.8 ហើយ 19.2 តបមក 27.6 តបមក 6.9 តមកយើងអូខេមួយមកបន្តមកទៀតការិយាល័យការដ្ឋានណាការិយាល័យការដ្ឋានយើងមានអីគេខ្លះទី1យើងមានប៉ុស្តិ៍យាមដូចគ្នាប៉ុស្តិ៍យាមហើយយើងមានការិយាល័យថ្នាក់ដឹកនាំបន្តមកទៀតយើងមានការិយាល័យបុគ្គលិកបណ្ដោះអាសន្នតបមកយើងមានជំរកអាហារហើយនឹងរោងម៉ាស៊ីនណាអូខេតបមកយើងចូលផ្ទៃការ៉េមកទី1 4 16 28.8 31.8 24អូខេមករោងជាងអញ្ចឹងនៅក្នុងនេះយើងមានឃ្លាំងដែកឃ្លាំងឈើនេះតមកយើងមានឃ្លាំងស៊ីម៉ងអីចឹងទៅតមកបញ្ចូលផ្ទៃមកនេះ 9684.2 តមកអូខេមកយើង save មួយទៅអញ្ចឹងក្នុងនេះវាអត់ទាន់មានតម្លៃទាំងអស់អញ្ចឹងយើងចាប់ផ្ដើមទៅនៅក្នុង resources មកយើងចាប់ផ្ដើមដាក់តម្លៃវាចានេះចេញក្រហមពេញនឹងដូចគ្នាណានេះដូចស្អីpack the maximum percent on number unit which is resource assigned ចឹងអានេះគឺជាតម្រូវការអានេះគឺជាការផ្ដល់ឲ្យឬក៏អីដែលយើងមានបើយើងដាក់7មកវិញមកនេះវាឡើងក្រហមហើយចឹងអានេះទៅការ2យើងមានតែ1ចឹងយើងដាក់2ឲ្យគេមកណានេះអានេះទៅការ3យើងមាន1អានេះទៅការ2នេះអញ្ចឹងវាឡើងក្រហមហើយអញ្ចឹងបញ្ហាក្រហមវាសារតែអញ្ចឹងតឥឡូវយើងសាកដាក់ rate មើលមកនេះកន្លែង std rate នេះអញ្ចឹងមើលកន្លែងនេះបុគ្គលិកនេះ0ណាអត់មានលុយទេជមើលយើងចូលទៅដាក់ rate វាបុគ្គលិកក្រុម B ឥឡូវខ្ញុំអត់ទាន់បានមើលតម្លៃដែរខ្ញុំដាក់តេស្តសាកមើលឧទាហរណ៍ថា$12 ក្នុងមួយថ្ងៃយើងត្រូវដាក់ short day ហ្នឹងណានេះយើងឲ្យគាត់បុគ្គលិកបច្ចេកទេសត្រូវថ្លៃជាងបុគ្គលិករោងជាងណាអញ្ចឹងថា14ក្នុងមួយថ្ងៃបន្ទាប់មក16ក្នុងមួយថ្ងៃអនាម័យឲ្យគាត់បាន$8ក្នុងមួយថ្ងៃអញ្ចឹងទៅនេះអញ្ចឹងយើងដាក់តែប៉ុណ្្នឹងយើងទៅមើលក្នុងនោះមិញនេះអានេះអត់ទាន់សូវខុសណានេះខុស
nè khơi nhé chẳng vi tranh lôi ba đây nè chẳng vì do chỉ nôn nó côn cho mùi năng ngáy nè chẳng bàn chỉ dương miên chỉ work dương miên chỉ material bớt sinh cả này dương đã chỉ material chẳng là lôi ní vì ọt ní tê vì ọt cao tam dạ pê thì lấy thôi thay nhầm đã nè cho mới lôi ní vì học vậy cho mới nhầm đồ thôi nhầm đồ ngáy á trong tự nhầm đồ cho đồ lăng khâu cho hai này những đồ ngay nét để thừa ai vì phật anh hiện lâu thôi những đồ đã buôn rồi vào một quỷ nè khinh lôi đi bị đầu ấy chẳng anh là lôi nước bị đồ tam tam duration năng ta chắc nhung cái tha ca đã rết cho mơ nhung đi sân thì dừng để sao thì nhung ở toàn ban check rate đấy nè nè nhung thử đã ta lại cái ta không nè tỏ mà nhung giờ ta quay về show được vẽ qua một tắc được vẽ qua một lớn ấy nhung click ta lại đây cho mơ nhung sai ta lại mới sân nè chẳng chăm mà to nó không video ក្រោយទៀត